ពេលហ្នឹងខ្ញុំនៅបានប្រហែលមួយឆ្នាំតែមិនដឹងថាកូនទីប្រហែលទេព្រោះភាសាមានក្មេងយើងចូលជិះម៉ូតូមកប៉ះគូតឡានយើងថ្ងៃហ្នឹងគេជុំគ្នាដើម្បីប្រហែលជាគ្នាបុកហើយយើងមានកាមេរ៉ាយើងឃើញរបស់យើងនៅយើងនៅតែផ្ទះយើងហើយគេមកប៉ះពាល់ខូចខាតរបស់យើងទោះជាគេសងក៏យើងមានអារម្មណ៍មួយថាវាអត់ដូចរបស់យើងថ្មីខ្ញុំក៏ទ្រាំមិនបានពេលហ្នឹងឆ្លោះគ្នាអញ្ចឹងណាតែខ្ញុំចោះទៅខ្ញុំមិនមែនជាមនុស្សថាអូទៅដល់ជេរបចៅអីទេយើងអ្នកធ្វើការយើងនិយាយរហេតុរផលបាទហើយគ្រូសាគាត់ហ្នឹងស្រឡាញ់កូនចៅហ្នឹងកាន់ជើងអញ្ចឹងណាហើយអូមួយសិតតែជាងឡានហ្នឹងអូមកគ្មានអស់ហ្មងទេអូប៉ុណ្ណេះតោន5 10រៀលអស់អីអញ្ចឹងណាពុកម្ដាយហ្នឹងអូនិយាយពីស្រឡាញ់កូនកាន់ជើងតិចឃើញថាកូនជីប៉ះអីចឹងអូក្មួយអីសុំទោសកូនប៉ះពីអីចឹងណានិយាយចេញមកគាត់គិតថាអាហ្នឹងបន្តិចហ្នឹងថៃបានយើងត្រូវមករករឿងទាំងមនុស្សគេកំពុងហូបអីចឹងហ្នឹងគាត់គិតថាយើងហ្នឹងទៅរឿងគាត់ទៅរករឿងទាំងដែលគាត់ភ្ញៀវមកហូបចុកផ្ទះគាត់ធ្វើឲ្យគាត់ខ្មាស់គេនៅវិញហើយតាំងពីថ្ងៃហ្នឹងទៅក៏យើងល្អក់កកមួយគ្នានឹងមករហូតហ្នឹងទៅ